រៀនទី15គឺយើងរៀនពីការប្រើប្រអប់អត្ថបទគេហៅថា text box ប្រអប់អត្ថបទនេះគឺយើងអាចសរសេរអត្ថបទដាក់នៅលើប្រអប់នោះហើយយើងអាចធ្វើចលនាយកទៅដាក់លើ save ឬក៏ដាក់លើរូបភាពបានអូខេចឹងយើងអនុវត្តក្នុង Microsoft Word ចឹងយើងនឹងយកអក្សរមកដាក់លើនេះយើងឃើញនៅលើរូបភាពនេះគឺយើងសម្រាប់ Microsoft Word គឺយើងអត់អាចសរសេរវាបានទេ add text អត់បានទេតែយើងចង់សរសេរលើវាគឺយើងប្រើ insert ហើយយើងយកពាក្យ text box នេះកន្លែងនេះ text box ចំពោះ text box នេះគឺយើងនឹងដោះវានេះដោះ fill វាចេញ no fill អត់មាន outline ទេអញ្ចឹងយើងយកវាមកដាក់នៅលើនេះដាក់អត់កើតយើងឃើញទាញមកវាមកទាំងអស់យើងធ្វើម៉េចយើង right click នឹងចូលពាក្យ wrap នេះហើយយើងជ្រើសរើសយកពាក្យថា in front មានន័យថាយើងនឹងយក text box នោះមកដាក់នៅលើ right click យើងជ្រើសរើសយកពាក្យin front នេះអូខេជាយើងនឹងបានអត្ថបទតនបត្រនេះវាលោតមកលើយើងចាប់វាទាញមកនេះដាក់លើនេះមកអូខេចឹងខ្ញុំមានអក្សរស្រាប់យើងអាចសេអក្សរខ្មែរដាក់ពីលើវាមកអូខេ Ctrl V យើងដាក់ទាញវាមកដាក់ខាងក្រោមនេះអូខេចឹងយើងបានរូបភាពមួយដែលយើងអាចសរសេរអក្សរពីលើបានតែបើយើងចង់បានរូបភាពនេះយកទៅបង្ហោះយើងអាច snip វាមកយើងកាត់វាជាយើងអាចកាត់វាមកនេះអញ្ចឹងយើងនឹងទទួលបានរូបភាពនេះយើងអាចកាត់វាហើយយើងយកទៅបង្ហោះលើ Facebook លើ Telegram ឲ្យបានអូខេមួយទៀតយើងអាចឧទាហរណ៍នេះ menu នេះយើងចង់ដាក់រូបភាពម្ហូបនៅពីខាងក្រោយរួមវាតូចដាក់អក្សរវារៀងតូចតិចអូខេនៅខាងក្រោយអញ្ចឹងយើងទៅរករូបភាពមកអញ្ចឹងថាខ្ញុំយករូបភាពម្ហូបនេះចុះនេះម្ហូបមួយណាមើលមួយណាម្ហូបយកមួយនេះចុះនេះអូខេ copy យើងយកវាមកដាក់នេះកាលណាយើងដាក់អញ្ចឹងយើងឃើញថារូបភាពរបស់យើងធ្លាក់ទៅលើបដាច់អានោះជា2អញ្ចឹងយើងយកពាក្យ wrap តាកន្លែងនេះ wrap ហើយយើងយកពាក្យ behind វិញអញ្ចឹងមានន័យថារូបភាពនោះទៅនៅខាងក្រោយ menu យើងវិញអូខេអញ្ចឹងយើងទទួលបានរូបភាពជានេះ select ដាក់ពណ៌អីដែលមើលទៅច្បាស់អូខេដាក់ពណ៌នេះវិញពណ៌សអូខេដាក់ពណ៌សមកនេះក៏ពណ៌មាសនេះពណ៌មាសយើងអាចជ្រើសរើស select លើអត្ថបទនេះអូខេយើងអាច select លើនេះហើយយើងនឹងជ្រើសរើសវាអូខេជាយើងនឹងបានរូបភាពមួយដែលយើងអាចធ្វើ menu បានដោយយើងយក background ជារូបភាព